เคមកមើលជីវិតកន្លះថ្ងៃរបស់ខ្ញុំជាមួយនឹងការងារទី180ចាគឺយើងចេញបើកឡានចាតកងឡានដឹកភ្ញៀវទេសចរទៅកំពង់ភ្លុកចាថ្ងៃណាចង់ថតក៏ថតទៅចាថ្ងៃណាខ្ជិលថតក៏អត់ថតទៅចាចេញ vlog វលួយអីទេចាមិនមែន content creator ទួយអីទេគ្រាន់តែថាពេលយើងថតទៅក៏វាបានចែករំលែកព័ត៌មានខ្លះដែរអញ្ចឹងហើយចាមើលទៅបិទភ្នែកមើលក៏បិទទៅបិទតិចមើលក៏មើលទៅបើមិនចង់មើលទេអូសម្លងទៅអញ្ចឹងណាបងប្អូនចាមុននឹងយើង get ready ទៅបើកឡាននឹងផងដែរក៏មិនចេះទៅបើកដែរណាបងប្អូនចាគឺយើងត្រូវមានការរៀបចំទុកជាមុនចាជាមួយនឹងកសែងតិចជាមួយនឹងទឹកតិចជាមួយនឹងតាគៀបតកាប់នឹងចាប់កសែងតិចឲ្យភ្ញៀវទៅចាអញ្ចឹងគឺតកងឡាននៅសៀមរាបមានចេះតែទៅបើកឡានយកតលុយទេបងប្អូនចាគឺមានជា service ទៅជាមួយដែរជាការលក់ service ចាហើយអ្នកនរគ្នាប្រហែលជាឆ្ងល់ហើយមិនបានថ្ងៃនេះឃើញខ្ញុំចេញបើកឡានខ្លួនឯងចាគឺមិនមែននៅសក់ខ្ញុំចេញបើកឡានទេដោយសារតែមានគេកក់បាទខ្ញុំចេញទៅបើកអញ្ចឹងណាចាហើយគេកក់ហ្នឹងក៏គេកក់មិនធម្មតាទៀតចាគឺគេ request ចង់បានតកងឡានស្រីជាមួយនឹង lady driver ចាហើយបន្ទាប់ពីនឹងមកអ្នកនរគ្នាឃើញផែនដីកន្លប់ចាក់ហ្នឹងគឺខ្ញុំធ្លាក់ទូរស័ព្ទដោយសារបានដាក់ជើងទៅអញ្ចឹងណាអញ្ចឹងកាត់មកដល់ហូតែលចាខ្ញុំមកដល់ហូតែលមុន20នាទីចាភ្ញៀវណាត់8កន្លះហើយខ្ញុំមកដល់មុន20នាទីគឺ8-10នាទីខ្ញុំមកដល់ហើយនេះគឺជាប្រពៃណីរបស់ hospitality អូខេ destination ទី1របស់យើងគឺផ្សាររលួសចាយើងទៅដល់ផ្សាររលួសហើយខ្ញុំតម្លាក់ភ្ញៀវហើយនៅពេលដែលមានភ្ញៀវគឺខ្ញុំបានថតទេដោយសារភ្ញៀវគាត់រក្សា privacy របស់គាត់អញ្ចឹងខ្ញុំក៏មករកកាហ្វេមួយកែវមកចាកាហ្វេគឺជាជីវិតអញ្ចឹងបន្ទាប់ពីបានកាហ្វេមួយកែវហើយរស់ហើយមួយថ្ងៃนึงគឺរស់តែម្ដងចានូឡានរបស់យើងអញ្ចឹងខ្ញុំមកទៅហាងកាហ្វេចាកូនតូបកាហ្វេគេស្អាតតែហើយកាហ្វេឆ្ងាញ់ចានៅហួសផ្សារលួសបន្តិចណាកាហ្វេគេខ្ទិះហើយស្ករ5ចំស្ករ5ឆ្ងាញ់អត់អីទេចាហើយដល់បន្ទាប់ពីយើងចេញពីផ្សារលួសមកហើយគឺយើងកាត់មកដល់កន្លែងទិញសបុតចាមុននឹងទៅកន្លែងជិះទូកបងប្អូនជាអ្នកដឹកភ្ញៀវទេសចរគឺតែងតែចូលមកឲ្យ guide ទិញសបុតនៅនេះចាទៅចូលទិញសបុតហ្នឹងក៏គេមានកន្លែងបន្ទប់ទឹកអីចឹងទៅហើយក៏មានកាហ្វេមានអីដែរអ្នកដែលអត់ទាន់បានកាហ្វេពីខេត្តមកអាចចូលទៅទិញកាហ្វេនៅកន្លែងនេះទៅចាហើយកន្លែងនេះគឺខ្ញុំកាត់ភ្ញៀវខ្ញុំចោលដោយសារតែគាត់រក្សា privacy អញ្ចឹងគឺខ្ញុំថតគាត់ទៅតិចទេចាបន្ទាប់ពីយើងទិញសបុតរួចហើយចាបងប្អូនកន្លែងនេះគឺជាកន្លែងជិះទូកតូចចាអញ្ចឹងអ្នកដែលមានភ្ញៀវចាប់ពី2នាក់ម្នាក់ដល់4នាក់គឺគេជិះទូកតូចអញ្ចឹងទូកតូចនេះគឺនៅចំណតទី1ប្រយ័ត្នហួសហ៎បងប្អូនចានិយាយទៅហួសអាកន្លែងគេចុះពីផ្លូវជាតិបន្តិចមកចាប្រហែលជាជិះប្រហែលជា2នាទីអីដល់ហើយអញ្ចឹងនៅលើផ្លូវដីក្រហមហ្នឹងឃើញប៉ុស្តិ៍ប៉ូលីសចាអញ្ចឹងមកគឺភ្ញៀវគាត់មកចុះទូកនៅកន្លែងនេះហើយយើងក៏អត់នៅចាំគាត់នៅកន្លែងដដែលនេះទេគឺខ្ញុំទៅចាំគាត់នៅមុខសាលារៀនចាដោយសារតែគាត់ត្រូវយកសម្ភារៈអីផ្សេងហ្នឹងយកទៅជូនសាលាចាសម្ភារៈសិក្សាដូចជាសភៅដូចជាប៊ិចដែលទិញពីផ្សារមិញមកហ្នឹងគឺយកទៅសាលាហើយចាអញ្ចឹងហើយខ្ញុំចូលទៅក្នុងភូមិដើម្បីចាំភ្ញៀវហើយបន្ទាប់ខ្ញុំចេញពីកន្លែងមិញហ្នឹងមកគឺមានសាលារៀនកំពង់ភ្លុកអីអញ្ចឹងទៅចាខ្ញុំបានមើលដែរដូចជាអនុជាឡាយកន្លែងនេះគឺខ្ញុំធ្លាប់តែជួសជុលកង់ឲ្យគេដែរទីចិត្តចាំខ្ញុំចេញ vlog ជួសជុលកង់ឲ្យបន្តទៀតដើម្បីឲ្យជាប់គ្នាជាមួយកំពង់ភ្លុកអញ្ចឹងណាបងប្អូនចាហើយទស្សនវិជ្ជានៅក្នុងភូមិគឺផ្ទះគេលក្ខណៈថាខ្ពស់អញ្ចឹងឯងនៅពេលដែលខែវស្សា level ទឹកវាឡើងខ្លាំងគឺអត់លិចផ្ទះគេទេហើយមកដល់ខ្ញុំកាត់មកដល់វត្តចាខ្ញុំជិះមកចាំភ្ញៀវនៅក្រោមដើមចន្ទ័យនេះទៅគឺមកដល់វត្តមកដល់សាលាបឋមសិក្សាហើយចាអញ្ចឹងភ្ញៀវគាត់នឹងដើរមកពីទិសដែលខ្ញុំថតមិញហ្នឹងបងប្អូនចាអញ្ចឹងបន្ទាប់ពីគាត់ដើរមកចាគឺអត់តន់ឡើងឡានទេគាត់ដើរមើលវត្តមើលសាលារៀនទស្សនវិជ្ជានៅក្នុងភូមិជីវភាពរបស់ប្រជាជនរស់នៅអីអញ្ចឹងណាបងប្អូនចាហើយខ្ញុំក៏ត្រូវបានកាយគាត់ខលហៅឲ្យមកកន្លែងទូកធំចាអ្នកដែលគេជិះទូកគ្នាច្រើនណាទូកនៅកន្លែងនេះគឺ2ជាន់បងប្អូនចាអញ្ចឹងអ្នកដែលត្រូវយកភ្ញៀវមកដូចជាឡាន25កៅអី45អីគឺគេយកមកដាក់នៅនេះឯងដោយសារតែទូកគេធំបងប្អូនឃើញទូកគេភាគច្រើនសិតតែ2ជាន់ចាអញ្ចឹងហើយគឺអ្នកដែលជិះទូកធំត្រូវមកជិះនៅខាងចុងគេហៅចុងភូមិកំពង់ភ្លុកចាបន្ទាប់ពីការជិះទូកហើយអីហើយចាគឺយើងឡើងឡានត្រឡប់មកឡើងបាយនៅស្ទឹងត្រជាក់
នៅតាមផ្លូវជាតិលេខ 6 វិញសម្រាប់អ្នកដែលគាត់ដើរភ្ញៀវអ្នកដែលគាត់ជាតកងឡានគឺស្គាល់ច្បាស់តែម្ដងចាកន្លែងនេះគឺម្ហូបឆ្ងាញ់ហើយសូម្បីតែអ្នកអំពេញអីក៏ចូលចិត្តចូលទៅដែរចាគឺម្ហូបឆ្ងាញ់ណាស់ចាហើយខាងនេះគឺជាកាយរបស់យើងក្នុងថ្ងៃនេះណាកាយស្រីតកងឡានស្រីចាហូបហើយច្រកទៀតបាទចាមិនធម្មតាមែនចាហូបអត់អស់គឺយើងធ្វើការច្រកយកមកឲ្យឆ្កែនៅផ្ទះប៉ុន្តែយើងដាក់ទៅជ្រលក់ផ្សេងអញ្ចឹងណាបងប្អូនអញ្ចឹងប្លុកយើងក៏មានតែប៉ុណ្្នឹងឯងចាពេលនេះគឺយើងត្រូវបើកឡានទៅផ្ទះវិញហើយដោយសារយើងតម្លាក់ភ្ញៀវហើយអញ្ចឹងណាបងប្អូនយើងយកភ្ញៀវទៅដាក់នៅអូតែលហើយក៏យើងត្រឡប់ទៅផ្ទះវិញទៅតែប៉ុណ្្នឹងឯងចាជីវិតយើងគឺមានតែប៉ុណ្្នឹងឯងជាវត្តនៃជីវិតចាគឺបន្ទាប់ពីចាប់ការងារហើយនៅរកខ្យល់អីទៀតចាគឺទៅផ្ទះទៅសបែកទៅចាហ្នឹងហើយទៅធ្វើការរស់ស៊ីលក់ដូរលក់កង់លក់ទេទៀតចាចាំងាកចាំចេញវឡុកជីលក់កង់ម្ដងចា